បាទប្រជាពលរដ្ឋខ្មែរមានសិទ្ធិពេញទីក្នុងជំនឿសាសនាបាទពុកម៉ែបងប្អូនយើងបែងចែកឲ្យច្បាស់អ្វីទៅជំនឿអ្វីទៅសាសនាលើសពីនោះនៅវិជ្ជខណ្ឌទី1បានចែងទៀតថាសេរីភាពនៅក្នុងជំនឿនិងការប្រតិបត្តិបាទពាក់ព័ន្ធនឹងសកម្មភាពសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនឲ្យប៉ះពាល់ដល់ជំនឿសាសនាដទៃណាមួយក្រៅពីសាសនារបស់ខ្លួនកុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់កុំឲ្យប៉ះពាល់ដល់សន្តិសុខសង្គមយើងបកស្រាយងាយយល់ទេពាក្យដែលបានចែងថាសេរីភាពខាងជំនឿនិងការប្រតិបត្តិនៅកម្មវិធីសាសនាណាមួយហ្នឹងកុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់កុំឲ្យប៉ះពាល់ដល់សន្តិសុខឧទាហរណ៍ថានៅពេលដែលយើងប្រព្រឹត្តនៅក្បួនណាមួយការដង្ហែនៅពិធីណាមួយដែលជាពិធីរបស់សាសនាហ្នឹងយើងធ្វើទៅបានត្រូវបានគាំពៀដោយរដ្ឋប៉ុន្តែលក្ខខណ្ឌនៃការគាំពៀនោះសូមការប្រតិបត្តិបាទការអនុវត្តនៅក្បួននៅកម្មវិធីសាសនាទាំងនោះសូមកុំទៅរំខានសម្រាប់ធ្នាប់សាធារណៈសូមកុំទៅរំខានដល់សន្តិសុខសាធារណៈបាទហើយជាក់ស្ដែងកាន់តែពិសេសលើនោះទៀតសូមកុំបាទសំដែងប្រតិបត្តិសាសនារបស់ខ្លួនតែបែរទៅជាឲ្យប៉ះពាល់ទៅរំខានទៅឈ្នាននេះទៅបំផ្លាញសាសនាជំនឿអ្នកដទៃត្រង់នេះវិជ្ជខណ្ឌទី1គឺបាទបែងចែកក្នុងន័យបែបនេះហើយសិទ្ធិពេញទីក្នុងការមានជំនឿនេះគឺបញ្ជាក់ប្រាប់ថាមិនមានការរដ្ឋបិទមិនមានសកម្មភាពណាមួយដែលហាមដែលអស់ទាញដែលបង្ខិតបង្ខំឲ្យសាសនាសាសនិកណាមួយឲ្យឈប់ជឿឲ្យឈប់គោរពនៅជំនឿរបស់ខ្លួនសាសនារបស់ខ្លួនហើយមកជឿមកគោរពនៅសាសនាតាមបុគ្គលក្រុមបពុណាមួយឡើយគឺធ្វើបានដោយសេរីប៉ុន្តែពាក្យកលឹះត្រង់នេះអ្វីដែលយើងត្រូវដឹងយើងត្រូវបែងចែកឲ្យច្បាស់ថាអ្វីទៅជាជំនឿហើយអ្វីទៅជាសាសនាបាទពេលនេះខ្ញុំក៏បានសួរមានចម្ងល់ចង់សួរទៅពុកម៉ែបងប្អូនទាំងអស់ឲ្យបានជ្រាបនិងឆ្លើយខ្លួនឯងនៅក្នុងចិត្តថាតើអ្នកទាំងអស់គ្នាម្នាក់អ្នកណាមួយកាន់សាសនាអ្វីបាទដូច្នេះនៅពេលនេះដើម្បីវែកញែកឲ្យបានងាយយល់ងាយដឹងហើយងាយកាន់តែបំភ្លឺបាទពាក្យថាជំនឿនិងពាក្យសាសនាគឺវែកញែកច្បាស់ដាច់ដោយឡែកពីគ្នាទី1ពាក្យថាជំនឿគឺការដែលជឿការដែលទុកចិត្តទៅលើអ្វីមួយទៅលើរូបភាពទៅលើសកម្មភាពណាមួយតពីដូនតាឬតាមរយៈខ្លួនឯងឧទាហរណ៍ជឿទៅលើព្រះច័ន្ទព្រះអាទិត្យដើមឈើបាតុភូតធម្មជាតិណាមួយប៉ុន្តែវាអត់មានក្បួនអត់មានគម្ពីរណាមួយច្បាស់លាស់បញ្ជាក់ពីជំនឿទាំងនោះជាផ្លូវការទេត្រឡប់មកឆ្វេងយល់ឲ្យច្បាស់នៅពាក្យថាសាសនាគឺស្តៀងទៅនឹងជំនឿដែរបាទគឺជាការជឿការទុកចិត្តការគោរពការប្រតិបត្តិដូចគ្នាប៉ុន្តែទៅលើសកម្មភាពជំនឿណាមួយដែលមានក្បួនគម្ពីរដែលបានចែងដើម្បីដឹកនាំអប់រំបាទសាសនិករបស់ខ្លួនច្បាស់លាស់ឧទាហរណ៍យើងនិយាយឲ្យងាយយល់ខ្ញុំកាន់យកបាទសាសនាព្រះពុទ្ធអញ្ចឹងសាសនាព្រះពុទ្ធគឺមានគម្ពីរព្រះត្រៃបិដកបែបនេះទៅបើយើងនិយាយពីសាសនាផ្សេង
ដូចជាសាសនាបាទអ៊ីស្លាមបាទគេមានគម្ពីរកូរ៉ាអានរបស់គេអញ្ចឹងទៅបើយើងនិយាយអំពីសាសនាគ្រិស្តគឺសាសនាគ្រិស្តគេមានគម្ពីរប៊ីបរបស់គេអញ្ចឹងទៅផ្សេងគ្នាប៉ុន្តែត្រូវបានចែងដឹកនាំអប់រំច្បាស់លាស់នៅពេលនេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនក៏បានយល់បានស្គាល់ហើយវែកញែកច្បាស់ហើយនៅវិជ្ជាខណ្ឌទី1នៃមាត្រា43នៃរដ្ឋធម្មនុញ្ញកម្ពុជាគឺសំដៅទៅចង់បញ្ជាក់សាធារណជនថាពាក់ព័ន្ធជាមួយការជំនឿពាក់ព័ន្ធជាមួយនឹងការគោរពប្រកាន់សាសនាការប្រតិបត្តិនៅសកម្មភាពនានាតាមជំនឿរបស់ខ្លួនហ្នឹងគឺជាសេរីភាពស្របតាមច្បាប់មានការគាំពៀដោយរដ្ឋធម្មនុញ្ញដោយអំណាចកម្ពុជាទាំង3ប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងបដិបត្តិក៏ដោយសាសនារបស់យើងនេះវាឲ្យទៅប៉ះពាល់ដល់សាសនាដទៃយើងគោរពអីយើងបដិបត្តិអីបដិបត្តិតែយើងទៅតែកុំទៅប៉ះពាល់គេបាទកុំបដិបត្តិកុំដង្ហែក្បួនកុំធ្វើពិធីសាសនារបស់យើងនេះឲ្យទៅប៉ះពាល់ដល់សន្តិសុខសន្តិភាពសង្គមនិងសន្តិភាពសាធារណៈនេះគឺជារឿងដែលត្រឹមត្រូវហើយមិនមានវិធានការច្បាប់ណាមួយមកហាមឃាត់មកទប់ស្កាត់ទេបាទយើងមានសេរីភាពពេញទីទលំទលាយតែម្ដងក្នុងការគោរពជំនឿនៅសាសនានីមួយរបស់យើងហើយយើងបានដឹងសាសនាណាក៏ល្អដែរខ្ញុំលើកទឹកចិត្តគោរពសាសនាណាក៏គោរពទៅជឿសាសនាណាក៏ជឿទៅប៉ុន្តែសម្រាប់ខ្ញុំតាំងពីកំណើតមកតាំងពីដូនពីតាពុកម្ដាយខ្ញុំមកគាត់គោរពគាត់ជឿនៅលើពុទ្ធសាសនាដែលមានពុទ្ធពធប្រសង់ជាបរមគ្រូនៃយើងហ្នឹងគាត់ជាអ្នកដឹកនាំពុទ្ធសាសនិកឲ្យស្គាល់នៅសិលសមាធិបញ្ញាអញ្ចឹងទៅបាទប្រកាន់នៅសិលទានភាវនាអញ្ចឹងទៅគឺខ្ញុំគោរពបដិបត្តិនៅពុទ្ធសាសនាម្ដងសពថ្ងៃហើយយើងនៅបន្តទៀតវីដេអូក្រោយគឺនឹងនិយាយនៅវិជ្ជាខណ្ឌទី2បានចែងថាប្រទេសកម្ពុជាគោរពពុទ្ធសាសនាជាសាសនារបស់រដ្ឋនេះនៅវិជ្ជាខណ្ឌទី2ខ្ញុំនឹងនិយាយបកស្រាយឲ្យច្បាស់នៅវីដេអូក្រោយពាក្យតែប៉ុណ្្នេះទេពុទ្ធសាសនាជាសាសនារបស់រដ្ឋរបស់កម្ពុជាតែប៉ុណ្្នេះតែមកឃ្លាប្រហែលម៉ាត់ទេប៉ុន្តែវាត្រូវការបកស្រាយច្បាស់ហេតុអីបានជាប្រទេសកម្ពុជានឹងត្រូវគោរពពុទ្ធសាសនាជាសាសនារបស់រដ្ឋវាពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍និងព្រឹត្តិការណ៍នានាដែលបានកើតឡើងកន្លងមករហូតមកដល់បច្ចុប្បន្ននេះអញ្ចឹងយើងនឹងបកស្រាយនៅវីដេអូក្រោយហើយក៏សូមថ្វាយបង្គំលាព្រះសង្ឃគ្រប់ព្រះអង្គនិងពុកម៉ែបងប្អូនសាធារណជនត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅវីដេអូក្រោយផងដែរបាទសូមអរគុណសូមជម្រាបលា